ភាពនៃគ្រោះថ្នាក់នេះពិបាកទៀតសង្ឃឹមតិចទៀតហើយបាទគឺរលុះរលាយពេញខ្លួនតែម្ដងបាទទស្សនិកជនឃើញហើយនេះដោយសារតែគាត់ខឹងកូនខ្លួនគាត់ប៉ុន្តែឥឡូវគាត់សម្រេចចិត្តថាបញ្ចប់ជីវិតរបស់ខ្លួនមិនឲ្យកូនឃើញមុខតទៅទៀតទេបាទឥឡូវនេះពេទ្យក៏កវីក្បាលដែរបាទក្រផងហើយឥឡូវយកមកពេទ្យឲ្យទៅចំណាយខ្ពស់ទៀតបាទដែលត្រូវព្យាបាលប៉ុន្តែយើងឃើញថាស្ថានភាពនៃរងរបួសបែបនេះគឺពិបាកក្នុងការស្រង់ឡើងវិញណាបាទគ្រូពេទ្យគាត់បានបញ្ជាក់ប្រាប់ហើយថាតែប៉ុណ្ណេះគឺពិបាកណាស់លោកធាគាត់និយាយចឹងបាទហើយយើងធ្លាប់ជួបអញ្ចឹងដែរគឺមែនព្រោះគឺកាន់តែក្តៅទៅបាទហើយកាលពីម្សិលមិញនេះក៏មានរឿងដែលរន្ធត់មួយដែរនៅខាងខេត្តព្រៃវែងបាទនៅខេត្តព្រៃវែងម្សិលមិញមានប្អូនប្រុសម្នាក់ហ្នឹងគឺទូរស័ព្ទមកខ្ញុំឲ្យខ្ញុំជួយជាថវិកាព្រោះគ្រួសារគាត់ក្រីក្រគាត់ម្ដាយរបស់គាត់ស្លាប់ចាដល់ម្ដាយរបស់គាត់ស្លាប់កូននៅតាមខេត្តដែលទៅរកស៊ីតាមខេត្តនោះដឹងម្ដាយស្លាប់ក៏មកម្ដាយបាទធ្វើបុណ្យសពម្ដាយនៅពេលដែលកូននៅខាងខេត្តបាត់ដំបងកូនស្រីនៅពេលមកដល់ឃើញម្ដាយស្លាប់យំរន្ធត់យំខ្លាំងពេកគាំងស្លាប់កូនស្រីនឹងមួយទៀតទៅអូចាដោយសារតែកូនស្រីនឹងអាណិតស្រឡាញ់ម្ដាយពេកមកដល់អោបសពម្ដាយយំស្រែកខ្លាំងពេកគាំងស្លាប់កូនស្រីនឹងមួយទៀតបាទហើយទូរស័ព្ទមកខ្ញុំឲ្យខ្ញុំជួយព្រោះឥឡូវនេះត្រូវបូជាសព2ទៅហើយគ្រួសារនឹងក្រីក្រទៀតផងបាទដែលសពដែលស្លាប់នឹងគឺនៅក្នុងភូមិថ្នល់បែកជ្រៃឃុំថ្កូវស្រុកកំពង់ត្របែកខេត្តព្រៃវែងហើយខ្ញុំបានប្រាប់ថាតើខ្ញុំទៅជួយយ៉ាងម៉េចភ្លាមនេះឥឡូវខ្ញុំបើសិនជាបងប្រុសមកដល់ទីនេះខ្ញុំជួយឲ្យទៅធ្វើបុណ្យភ្លាមមានថវិកាខ្លះទៅឲ្យហើយនឹងកខ្លះប៉ុន្តែឥឡូវបើទេមកភ្លាមឲ្យទៅយកម៉េចបាទអ្នកណាអ្នកមកយកហើយឥឡូវកំពុងតែពិធីបុណ្យនៅក្នុងមមាអញ្ចឹងអ្នកណាអ្នកមកយកបាទអញ្ចឹងបើសិនជាបងប្រុសអាចថាធ្វើបុណ្យ7ថ្ងៃបងប្រុសអាចមកដល់ស្ថានីយ៍ខ្ញុំឲ្យមានថវិកាខ្លះហើយនឹងអង្គខ្លះទៅធ្វើបុណ្យបាទនឹងបងប្រុសនៅខាងភូមិថ្នល់បែកជ្រៃឃុំថ្កូវស្រុកកំពង់ត្របែកខេត្តព្រៃវែងដែលបានទូរស័ព្ទមកខ្ញុំដែលថាម្ដាយស្លាប់ហើយកូនស្រីមកដល់យំរន្ធត់ខ្លាំងពេកកូនស្រីនេះគាំងបេះដូងយំខ្លាំងពេកហ្នឹងស្លាប់ជាមួយនឹងម្ដាយនឹងទៀតទៅបាទអញ្ចឹងបងប្អូនប្រុសបានលឺហើយឬក៏សាច់ញាតិបានលឺហើយនៅក្នុងភូមិថ្នល់បែកជ្រៃហ្នឹងអាចតាក់ទងមកខ្ញុំបានបាទដើម្បីខ្ញុំផ្ដល់ជាថវិកាជំនួយមនុស្សធម៌របស់សពរបស់ជនរបស់យើងដែលបានផ្ដល់មកតាមហងនេះគឺខ្ញុំមាននៅសល់ខ្លះដើម្បីបញ្ជូនទៅឲ្យជាបន្ទាន់តែម្ដងបាទអរគុណតបន្តទៅទៀតជាបន្តគឺយុវជនពីរក្រុមដេញកាប់គ្នាតាមផ្លូវសាធារណៈសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់យុវជនម្នាក់កាន់កាំបិតឆ្នៃមួយនិងម៉ូតូមួយគ្រឿងត្រូវសមត្ថកិច្ចឃាត់បានខណៈកំពុងតែកាប់គ្នានៅតាមផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គមហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 13 ខែឧសភា ក្បែរចំណតរថយន្តកាពីតូលត្រង់ផ្លូវលេខ 182 កែង 116 សង្កាត់អូរស័យទី 4 ខណ្ឌ 7 មករាប្រភពព័ត៌មានបានឲ្យដឹងថាយុវជនវ័យក្មេងពីរក្រុមជិះម៉ូតូដេញកាប់គ្នាតាមផ្លូវយ៉ាងអនាធិបតេយ្យត្រូវកងកម្លាំងល្បាតក្នុងមូលដ្ឋានប្រទេសឃើញឃាត់បានយុវជនបង្កម្នាក់កាន់កាំបិតឆ្នៃដោយដាវសាមូរ៉ៃមួយដើមនិងដកហូតបានម៉ូតូសេ110 ស៊េរី 2012 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1 BD 6044 មួយគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ 7 មករាចំណែកឯជនរងគ្រោះនិងបពពួកជនបង្កបានរត់គេចខ្លួនបាត់អស់ហើយចាកាប់គ្នាបាទតោះទៅសង្ស័យទើបនឹងលួចម៉ូតូបានកំពុងបណ្ដើរម៉ូតូឃើញសមត្ថកិច្ចរត់បាត់ជនសង្ស័យម្នាក់កំពុងតែបណ្ដើរម៉ូតូតាមផ្លូវប្រទះឃើញកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានទុកម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង 2:30 នាទីរំលងអាក្រិតឈានចូលថ្ងៃទី 14 ខែឧសភានៅខាងក្រោយវត្តមហាមន្ត្រីចំណុចផ្លូវលេខ 173 កែង 288
4 សង្កាត់អូឡ িম্প ិកខណ្ឌដូនពេញប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាមុនពេលកាត់ហេតុនគរបាលប៉ុស្តិ៍អូឡ িম্প ិកកំពុងតែល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញបរិសម្នាក់សង្ស័យទើបនឹងលួចម៉ូតូមួយគ្រឿង ម៉ាក Vespa ពណ៌ខ្មៅពាក់ស្លាកលេខក4731ផ6បានមកពីណាទេកំពុងតែបណ្ដើរម៉ូតូនៅតាមផ្លូវទំនងជាអត់ចេះជិះផងខណៈបណ្ដើរមកដល់ចំណុចខាងលើប្រទះឃើញកម្លាំងសមត្ថកិច្ចល្បាតក៏ទុកម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកាត់ហេតុសមត្ថកិច្ចបានយកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្តិ៍អូឡ িম্প ិកបើសិនជាបងប្អូនណាបាត់ម៉ូតូខាងលើនេះសូមអញ្ជើញមកយកម៉ូតូនៅប៉ុស្តិ៍អូឡ িম্প ិកចាម៉ូតូនៅប៉ុស្តិ៍អូឡ িম্প ិកចាម៉ូតូ Vespa អូខេនិយាយតាក់ទងរឿងម៉ូតូចឹងដែរខ្ញុំម្សិលមិញខាងប៉ូលីសនៅស្ពានអាកាសព្រះមុនីវង្សចាបាទស្ពានអាកាសព្រះមុនីវង្សគាត់បានប្រាប់មកខ្ញុំណាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅស្ពានអាកាសព្រះមុនីវង្សប៉ុន្តែពេលនោះគ្រោះថ្នាក់នោះថាបរោះខាដែលជិះម៉ូតូ Wave S ជិះទៅបុកខឿនយ៉ាងម៉េចទេស្លាប់នៅនោះអញ្ចឹងគេយកជនរងគ្រោះហ្នឹងទៅពេទ្យទៅរួចហើយម៉ូតូនៅហ្នឹងហើយប៉ូលីសឥឡូវប៉ូលីសនៅស្ពានប៉ូលីសយាមស្ពានហ្នឹងគឺគាត់បានយកម៉ូតូ Wave S ហ្នឹងរក្សាទុកនៅកន្លែងប៉ូលីសយាមស្ពានហ្នឹងគេលោថាសាច់ញាតិខាងបងប្អូនជនរងគ្រោះហ្នឹងគាត់រកម៉ូតូថាម៉ូតូបាត់ហើយឥឡូវម៉ូតូ Wave S ហ្នឹងគឺកំពុងតែរក្សាទុកនៅកន្លែងប៉ូលីសយាមនៅស្ពានហ្នឹងបាទមានស្លាកលេខដែរខ្ញុំបានកត់ដែរប៉ុន្តែឥឡូវចាំតិចទៀតចាំឲ្យឥឡូវនេះនឹងស្លាកលេខប្រមាណទេចាហើយមានលេខទូរស័ព្ទដែលប៉ូលីសដែលយាមស្ពានហ្នឹងគាត់ឲ្យមកខ្ញុំគាត់ថាគាត់រក្សាទុកហ្នឹងចឹងចាំទៅយកចុះម៉ូតូ Wave S ដែលគ្រោះថ្នាក់នៅគល់ស្ពានអាកាសមនីវង្សនេះបាទអញ្ចឹងបើសិនជាបងប្អូនសាច់ញាតិដែលដឹងថាបងប្អូនក្មួយឬកូនខ្លួនឯងដែលគ្រោះថ្នាក់ហ្នឹងអាចមកយកម៉ូតូបាននៅកន្លែងប៉ូលីសគល់ស្ពានព្រះមនីវង្សម៉ូតូ Wave S បាទពាក់ស្លាកលេខប៉ុន្មានចាំតិចទៀតខ្ញុំប្រកាសប្រាប់បាទអរគុណហើយរឿងតាក់ទងមួយតាក់ទងនឹងរឿងចំនួនផ្ទះចិត្តគ្នានៅខាងខេត្តបាត់ដំបងម្សិលមិញបាទសូមលើកឡើងបន្តិចទៀតបាទឥឡូវនេះភាគីទាំងពីរមុននេះនៅពេលដែលសម្រាប់បន្តិចនេះគឺមានអ្នករកស៊ីដឹកអនុផលព្រៃឈើចាបាទគាត់ទូរស័ព្ទមកខ្ញុំរួចហើយទាំងសំឡេងយំគាត់សួរខ្ញុំចេះហើយប្រិមិត្តដែលទស្សនាស្ដាប់ទាំងអស់គ្នាហើយថាតើរឿងហ្នឹងមាននៅឯមូលដ្ឋានឬក៏ខេត្តរបស់លោកអ្នកដែលរស់នៅនឹងធ្លាប់កើតមានឬក៏អត់ប៉ុន្តែសាច់រឿងនេះបើខ្ញុំមើលទៅវាខុសទាំងពីរតាមខ្ញុំយល់ដោយគំនិតខ្លួនខ្ញុំឯណាគាត់តាមពិតទៅគាត់ទូរស័ព្ទមកខ្ញុំគាត់ទទួលស្គាល់ថាគាត់នឹងជាអ្នកដឹកឈើកប៉ិចកប៉ុកប្រជាពលរដ្ឋដែលរស់នៅខាងខេត្តកញ្ចេះនិងខេត្តរតនគិរីមណ្ឌលគិរីដែលគាត់ដឹកឆ្លងកាត់ហ្នឹងគាត់ថាមិនដឹងយ៉ាងម៉េចខ្ញុំដឹកឈើដែលគេហៅថាជំនាឈើដឹកមកឲ្យតនេះសមត្ថកិច្ចតាមផ្លូវចាប់តឡានគាត់រហូតបាទហើយរួចហើយគាត់ថាចាប់ហើយមានអ្នកសារព័ត៌មានមួយចំនួននោះទៅជំរិតទារប្រាក់ពីគាត់ទៀតហើយគាត់សួរខ្ញុំថាតើអំណាចសារព័ត៌មានអាចដើរយកគម្រាមកំហែងយកប្រាក់ដែរឬយ៉ាងណាគាត់សួរមកខ្ញុំអញ្ចឹងណាបាទប៉ុន្តែខ្ញុំជម្រាបទៅវិញខ្ញុំថាតាមពិតទៅវិជ្ជាជីវៈព័ត៌មានគឺមិនមានច្បាប់ឯណាចែងឲ្យអ្នកសារព័ត៌មានទៅដាក់ control ទៅចម្រិតទារប្រាក់គេទេប៉ុន្តែបើសិនជាកើតមានមែនគឺជារឿងបុគ្គលមិនមែនជាស្ថាប័នទេបាទទោះបីជាស្ថាប័នព័ត៌មានណាក៏ដោយប៉ុន្តែបើបុគ្គលនោះអ្នកទៅធ្វើអញ្ចឹងគឺអត់មានទេមានច្បាប់ចែងសារព័ត៌មានទៅចែងឲ្យដេញឡានស្ទាក់ធ្វើដាក់ control ជាមួយសមាជិកគ្មានទេបាទប៉ុន្តែបើសិនជាយើងនិយាយអំពីផ្លូវច្បាប់ទាំងអស់គ្នាអ្នកដឹកឈើនោះក៏ខុសច្បាប់អញ្ចឹងដល់ពេលខុសឯនោះក៏ខុសច្បាប់អ៊ីណេអ្នកសារព័ត៌មានដឹងថាអ្នកនោះខុសច្បាប់ហើយទៅទារហ្មងបាទអញ្ចឹងឯនោះក៏ភ័យថាដឹងខ្លួនឯងខុសច្បាប់ចឹងឲ្យចឹងហើយបានជាអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់និយាយឲ្យថា
nè dục lui từ số nè từ tu sầm nấu miền tu đôi kia vì chế đây chẳng bờ sân chỉ dương dây bị chụp áp tu thằng ỏn ba cắt ở miền tu thằng ỏn này chẳng miền ỏn mòn bờ ta bờ tha oi một xu khi nhom tham ta ẩm nai rồi bọn nè ra po miền prum đan cầm đặt này có xu nhom trắng nè và ẩm nai prum đan này ra po miền cứ miền tu này ti ấy cao pi từ dục po miền rừng pết cùng bầm phá cùng lùm yếng hai nâng nì dây oi miền phía kia đằng sòng kháng tụi bay phía kia kháng nốt thay chỉ là mưa chỉ bắp cả đói kháng này chỉ sọp chỉ bắp cả đói bộ dương miền tu nì ti muối sầm ráp từ dục po miền đầm ấy oi mà hai chân tu sana hai nè tu sana tê đại chiến nè vinh chạy thà po miền nè ná bọ sai xăm chiêng là nè bà chân là nè miếngខ្ញុំសូមជម្រាបអញ្ចឹងហើយខ្ញុំក៏មិនអាចជួយអ្នកមីងបានតាមរយៈថាឲ្យអ្នកមីងបន្តដឹកឈើដែរបាទពីព្រោះច្បាប់ហាមឃាត់បាទហើយអ្នកមីងគាត់និយាយមកខ្ញុំត្អូញត្អែថាអ្នកស្រុកនៅទីនោះគឺមានតែមុខរបរអញ្ចឹងលោកវិធីហើយអត់មានអីក្រៅពីនឹងទេដឹកអាចារ្យបន្តិចបន្តួចយើងតែគេធ្វើបាបណាធ្វើបាបដឹកអត់បានចេញទាម្ដង$1000ក៏មាន$200ក៏មាននេះគាត់លើកឡើងអញ្ចឹងខ្ញុំក៏សូមជម្រាបជូនទៅអ្នកមីងវិញដែលបានសួរខ្ញុំមកពាក្យពេចន៍ជាច្រើនហើយខ្ញុំក៏អរគុណដែរដែលអ្នកមីងមានកង្វល់ហើយដោយហើយជម្រាបជូនព័ត៌មាននេះឲ្យប្រជាពលរដ្ឋរបស់យើងបានជ្រាបបាទអញ្ចឹងតួនាទីអ្នកសារព័ត៌មានគឺមានតួនាទីប៉ុណ្ណឹងបាទអត់មានតួនាទីទៅគម្រាមកំហែងជំរិតអ្នកមីងទេណាហើយតកតងនឹងរឿងថាដែលបុគ្គលស្ថាប័នសារព័ត៌មានណាដែលគាត់ទៅប្រើប្រាស់ខុសរូបភាពពីវិជ្ជាជីវៈអ្នកសារព័ត៌មានអានឹងច្បាប់មានទេបាទហើយបើសិនជាប្រព្រឹត្តមែននោះជារឿងបុគ្គលស្ថាប័នរបស់គេគឺជួនកាលពេលខ្លះខាងស្ថាប័នខាងលើអត់បានជ្រាបក៏ថាបានបាទនឹងចង់ជម្រាបជូនអ្នកមីងប៉ុណ្ណឹងដើម្បីជៀសវាងកុំឲ្យការនិយាយវាយតម្លៃទៅលើអ្នកសារព័ត៌មានជាទូទៅហើយយើងក៏ទទួលស្គាល់ដែរថាមានអ្នកសារព័ត៌មានមួយចំនួនតូចនោះគាត់ទៅខុសឆ្គងអញ្ចឹងមែនបាទអញ្ចឹងតកតងបញ្ហាទាំងអស់នេះគឺអាចយើងចង់និយាយថាព័ត៌មានវាអ្នកសារព័ត៌មានគឺដាច់តម្លៃពីសមត្ថកិច្ចស្ថាប័នអ្នកសារព័ត៌មានហើយសមត្ថកិច្ចគាត់មានតួនាទីបង្ក្រាបអានឹងជារឿងរបស់គាត់ហើយរឿងបង្ក្រាបហើយគាត់លែងអានឹងរឿងរបស់គាត់ច្បាប់គេមានទេបាទហើយអ្នកសារព័ត៌មានយើងមានតួនាទីយើងធ្វើព័ត៌មានរឿងពិតបាទដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋរបស់យើងបាទអញ្ចឹងសូមជម្រាបជូនប៉ុណ្ណឹងអ្នកមីងណាដែលបានសួរខ្ញុំមកតាក់ទងនឹងរឿងទាំងអស់នេះបាទហើយបើសិនជាមានរឿងអីថ្មីទៀតអាចអ្នកមីងអាចប្រាប់មកខ្ញុំបន្ថែមទៀតដើម្បីខ្ញុំផ្សព្វផ្សាយព័ត៌មានពិតមួយសម្រាប់ឲ្យថ្នាក់ដឹកនាំខាងលើគាត់បានជ្រាបផងហើយប្រជាពលរដ្ឋរបស់យើងបានយល់ដឹងនៅចំណេះដឹងទាំងអស់នេះជុំវិញអំពីអ្នកសារព័ត៌មានបាទអរគុណឥឡូវតោះធីវីជួយចាប់បន្តទៅរឿងអសន្តិសុខរបស់យើងជាបន្តទៀតស្ត្រីចំណាស់បើករថយន្តងប់មួយភាំងបុករនាងដៃពុះចែកទ្រូងផ្លូវបាក់អស់10ផ្ទាំងស្ត្រីចំណាស់ម្នាក់បើករថយន្តលក់មួយភាំងទៅបុករនាងដៃពុះចែកទ្រូងផ្លូវបាក់ខ្ចាត់ខ្ចាយអស់10ផ្ទាំងតែសំណាងល្អមិនបង្កឲ្យមានការរងរបួសទេហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 1:10 នាទីរសៀលថ្ងៃទី13 ខែឧសភានៅចំណុចមុខវេជ្ជមណ្ឌលសុខភាពទឹកថ្លាភូមិចុងថ្នល់លិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខបើតាមសាក់សីនៅកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តខាងលើ Range Rover ពណ៌ខ្មៅបើកបរដោយស្ត្រីចំណាស់ម្នាក់រួមដំណើរជាមួយនឹងស្ត្រីចំណាស់3នាក់ផ្សេងទៀតរួមទាំងក្មេងប្រុសអាយុ2ឆ្នាំម្នាក់បើកបរក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចខាងលើបានរះចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់10ផ្ទាំងរាយប៉ាយពេញផ្លូវបើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីវ័យចំណាស់ដែលបើកបររថយន្តខាងលើនេះមានឈ្មោះពេញលីបអាយុ60ឆ្នាំស្នាក់នៅផ្ទះលេខ88អូផ្លូវលេខ2.1សង្កាត់ស្ទឹងមានជ័យខណ្ឌពោធិ៍សែនជ័យបើតាមសម្ដីស្ត្រីជាអ្នកបើកបរខាងលើបានប្រាប់សមត្ថកិច្ចថាមុនពេលកាត់ហេតុពួកគាត់មានគ្នា4នាក់និងក្មេងប្រុសម្នាក់ទើបត្រឡប់មកពីវត្តព្រៃឫស្សីមានទីតាំងនៅក្នុង
សង្កាត់បឹងធំខណ្ឌមានជ័យគោលបំណងត្រឡប់ទៅផ្ទះខណៈមកដល់ចំណុចខាងលើគាត់ដេកលក់មួយភាំងពេលដឹងខ្លួនឡើងឃើញបុករនាំងដៃទៅហើយតែសំណាងល្អគ្មានអ្នករងគ្រោះគ្រាន់តែកពិតចាគ្រាន់តែកពិតរថយន្តនិងមានការផិតភ័យតែប៉ុណ្ណោះក្រោយកាត់ហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំការដោះស្រាយជាក្រោយចាអូបុកខ្លាំងផងអូលោកយាយប្រហែលជាគាត់ស្លន់អីហ្នឹងហើយមកវិបន់មកហើយប៉ុន្តែគាត់ប្រហែលជាគាត់ភាំងយ៉ាងម៉េចណាគាត់មានប្រសាសន៍ថាគាត់ងូកមកភាំងអូចាស់ហើយសិលមានប្រហែលជាវិសាខបូជាទៅវត្តមកវិសាខបូជាហ្នឹងហើយបាទលោកយាយចាស់ផងហើយបើកឡានទំនើបទៀតមិញបាទហើយណាមួយប្រហែលជាគាត់កម្លាំងខ្សោយផងគាត់ធ្វើការគេងច្រើនណាអាចខកពីព្រលឹមពេកចាទៅរនាងដែកបាទនេះលោកយាយតែកោតសរសើរគាត់ហើយវិញប៉ុណ្ណឹងហើយ60ហើយនៅបើករថយន្តបង្ងើយចាអានយ៉ាងទំនើបហ្មងបាទដូរគ្នាអីយាយដូរមួយអីវិញព្រោះថ្នាក់ប៉ុណ្ណឹងក៏ដូរមួយខ្ញុំទទួលចុះចូលខ្លួនឯងដូរមួយឡានខ្ញុំអីនិយាយឡានប៉ាយូរ៉ូខ្ញុំគាត់ថាចាំសួរកូនគាត់សិនដូរលើខ្ញុំសុខចិត្តធ្វើគ្រោះថ្នាក់បែកបាក់បន្តិចប៉ុណ្ណឹងខ្ញុំសុខចិត្តជួសជុលអត់ស្អីចង់បានបានទេចាណាត់លោកយាយហើយនឹងឡានខូចកុំអោយបាក់ធ្វើចាស់ប្រពីមប្រពើមផងហើយឡាននឹងមកខ្ញុំយកធ្វើនិយាយចឹងដូចចង់លោបលុនទៀតណាបបោកលោបលុននេះគ្រាន់ចង់បានតាគឺដាក់មកពិលហ៎នេះគឺមិននិយាយថាបង្កើតក្រុមហ៊ុនអ្នកណាចាញ់បោកគេដោយសាររឿងរវ័នហ្នឹងត្រូវចាប់ហ្មងហើយពីនៃមកបើចាញ់បោកតទៀតបាទនេះសុំទោសលោកយាយខ្ញុំនិយាយលេងមួយលោកយាយទេតាមពិតទៅខ្ញុំគិតថាលោកយាយប្រហែលជាអាចភាំងដោយសារតែវ័យចាស់ផងហើយបើកក្នុងលបឿនកាន់ធម្មតាកាលណាយើងបើកឡានយើងក៏លេចមើលខាងចំហៀងយើងមិនឃើញអាព្រៃឬក៏ដើមឈើឬក៏ព្រៃដើមឈើតែថ្មអីមិនដើរវិលដល់ពេលដើរយើងទៅមិនវិលមុខគាត់បាទវិលមុខអញ្ចឹងបានគេនិយាយចេះគេថាតាមពិតណាប្រយោជន៍ដើមឈើនៅសងខាងផ្លូវគឺប្រយោជន៍ប្រយោជន៍ដើម្បីអីទីមួយចង់និយាយថាប្រយោជន៍ដែលសម្រាប់ឲ្យអ្នកដែលបើកបរទាំងឡាយនៅពេលដែលខាងសងខាងអត់មានព្រៃយើងបើកទៅលបួនលឿនទៅអត់ដឹងលឿនដល់ពេលមានព្រៃសងខាងកលេចតែបន្តិចទៅអញលឿនណាបថយចាណាមួយទៀតជួយការពារពេលយើងមានគ្រោះថ្នាក់ទៀតចាផ្លូវខ្លះគាត់ខ្ពស់ពេកអញ្ចឹងអត់ឲ្យយើងមានបញ្ហាបាទហ្នឹងឲ្យជួយការពារពេលដែលយើងទៅជ្រុលចកោតអីទៅបុកគល់ឈើហ្នឹងមកបាច់ចូលស្រែបានគល់ឈើទប់អត់ទេចំណេញត្រង់ថាអត់ហត់អស់ថ្លៃស្ទូចឡើយតែហ្នឹងអញ្ចឹងយើងនិយាយ